អ្នកគ្រប់គ្នានៅជុំវិញខ្លួនខ្ញុំសួរខ្ញុំថាចេះថ្មីខ្ញុំស្អាតហើយហេតុអីក៏ខ្ញុំទៅដាក់ប្រេងចេះឲ្យវាឈឺសាច់ធ្វើអីមុននឹងបកស្រាយខ្ញុំ get ready មួយសិនមុននឹងទៅពេទ្យថ្មីហើយមកវិញខ្ញុំនឹងបកស្រាយប្រាប់បងប្អូនទាំងអស់គ្នាអញ្ចឹងមុននឹងខ្ញុំទៅពេទ្យថ្មីខ្ញុំមក skin care មុខខ្ញុំសិនព្រោះអីតែចេញទៅគឺត្រូវកដៅថ្ងៃឯងអញ្ចឹងយើងតាម step អ្វីដែលយើងប្រើនឹងមកហើយកុំភ្លេចលាបដល់កផងតែជ្រួញកហ្នឹងក៏វាអាក្រក់មើលដែរនេះបងប្អូនអាចមើលបានថ្មីខ្ញុំមានសភាពបែបហ្នឹងឥឡូវនេះមកដល់ sunscreen ម្ដង sunscreen នេះគឺបងថ្លៃខ្ញុំឲ្យបងប្អូនស្រួលប្រើមែនតើហើយឥឡូវនេះមកដល់ color ថ្ពណ៌ blur ដាក់ blur តិចតិចកុំឲ្យស្លេកពេកអញ្ចឹងblur ហើយយើងដាក់ភ្នែក color ភ្នែកតិចតិចមកឲ្យវារៀងព្រឿងបានហើយអត់បានទេគឺអញ្ចើមខ្ញុំត្រូវតែគូអញ្ចើមគូតិចតិចឲ្យវាចេញតម្រងតិចតិចមកបានហើយព្រោះខ្ញុំពេលអត់អញ្ចើមតងើលហ្មងបងប្អូនហើយខ្ញុំលាបតាក្រែមអាឡូងរបស់ Nivea នេះតែបន្តិចទេបងប្អូនព្រោះតែយើងទៅធ្វើថ្មីខ្លាចជាប់ពេលយើងលាបក្រែមដុតពេកជាប់នៅឧបករណ៍ពេទ្យខ្មាស់ពេទ្យអញ្ចឹងលាបតាក្រែមអាឡូងទៅបានហើយសក់ក៏ខ្ញុំអត់មានធ្វើអីច្រើនដែរខ្ញុំគ្រាន់តែសិតវាឲ្យរៀបឲ្យស្មើមកហើយអាស្កូនសក់ដែលបះហ្នឹងខ្ញុំយកកម៉ូនមកសិតឲ្យវារៀបនៅលើសក់ហ្នឹងកុំឲ្យវាឆ្កេងឆ្កាងពេកមុនចេញទៅក្រៅគឺឆែកការងារខ្លួនឯងបន្តិចសិនបងប្អូនមុនចេញទៅមិនឃើញតែនៅផ្ទះអត់មានធ្វើអីទេណាធ្វើបងប្អូនការងារផ្ទះក៏ធ្វើការងារខ្លួនឯងក៏ធ្វើទៅយកកូនក៏ធ្វើនិយាយទៅគឺគ្រប់សពបែបយ៉ាងដែលគេហៅថាមីដាដៃ100ហ្នឹងគឺអត់ខុសទេចានេះទៅដល់ពេទ្យហើយអង្គុយចាំពេទ្យមកស្ទុះបានឡើងមកស្ទុះប្រហែលជា20-30នាទីក៏ចប់ឥឡូវត្រឡប់មកដល់ផ្ទះវិញហើយនេះបងប្អូនខ្ញុំនឹងបកស្រាយបងប្អូនស្ដាប់ខ្ញុំបាត់មកគ្រាប់ខ្ញុំដកយូរហើយវាជិត10ឆ្នាំហើយដល់អញ្ចឹងអាថ្មីខាងលើគឺវាចាប់ផ្ដើមសដកចុះមកដល់ពេលសដកចុះមកហើយយើងក៏ពិបាកក្នុងការទៅពីអាហារដែរហើយពេលសដកវាធ្វើឲ្យថ្មីយើងសៀវដល់ពេលអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាពុតថ្មីមកកាលពីខ្ញុំដកភ្លាមហ្នឹងគឺពេទ្យគាត់ recommend ដែរចង់ដាក់ក៏បានឬក៏ចង់ពាក់ប្រេះទាញអាថ្គាមនៅខាងក្រោយដែលសមួយជាមួយនឹងថ្គាមតហ្នឹងយកមកប្រើក៏បានដែរតែដោយសារពេលហ្នឹងគេល្បីថាអញ្ចេះពេលដែលយើងដាក់ប្រេះទៅគឺអត់ញ៉ាំបាយអត់កើតទេញ៉ាំបានតំបឯងដល់ពេលអញ្ចឹងខ្ញុំក៏រៀងញ៉ាំហើយបន្ទាប់មកថ្មិញក៏ដែរមានបញ្ហាអីដែរដល់ពេលយើងទុករហូតមកដល់ឥឡូវថ្មិញខាងលើសដកកាន់តែខ្លាំងបបាក់ក្នុងការញ៉ាំបាយហើយអាសដកហ្នឹងក៏វាស្រាវដែរដោយសារតែវាមិនទេបច្ចេកទេសពេទ្យគេនិយាយថាមិនទេប៉ុន្តែគឺខ្ញុំញ៉ាំអត់បានទេហើយការតាពីចំណីអាហាររបស់ខ្ញុំក៏អត់បានម៉ត់ដែរដល់ពេលអត់ម៉ត់ធ្វើឲ្យខ្ញុំមានបញ្ហាឈឺកាពះដែរដល់អញ្ចឹងឥឡូវហ្នឹងខ្ញុំសម្រេចចិត្តថាដាក់ប្រេះតែមុនដាក់ប្រេះក៏ខ្ញុំមានការ search ស្រាវជ្រាវសួរច្រើនពេទ្យដែរទើបសម្រេចចិត្តដាក់ហ្នឹងហើយពេលហ្នឹងខ្ញុំសួរគេតាំងពីខែ2ប៉ុន្តែខ្ញុំអត់ទាន់បានទៅដាក់ខែ2ទេខ្ញុំ delay ពេទ្យរហូតមកដល់ខែ5មកដល់ខែ5ហើយខ្ញុំទៅជួបពេទ្យម្ដងទៀតណាខ្ញុំក៏មិនទាន់ឲ្យគាត់ដាក់ដែរខ្ញុំ delay គាត់ឡើងមកទឹកទៀតមុំតែសម្រេចចិត្តទៅដាក់អាពេលទៅហ្នឹងណាដោយសារខ្ញុំប្រាប់ថាចេះអូយអ្នកគ្រូខ្ញុំភ័យខ្លាចឈឺអញ្ចឹងអ្នកគ្រូខ្ញុំសុំរយៈពេលមួយអាទិត្យទៀតទឹកក្រោយទៅខ្ញុំមកដាក់ដល់ពេលគាត់ថាអូខេហ្នឹងហើយអញ្ចឹងត្រឡប់ទៅវិញញ៉ាំអីឲ្យឆ្ងាញ់សិនទៅព្រោះតែពេលយើងដាក់ប្រេះទៅគឺញ៉ាំលែងសូវឆ្ងាញ់ដូចមុនហើយដល់ហើយអត់អស់ចិត្តមកជួបលេខាគេនៅខាងក្រោមហើយលេខាគាត់ដាក់ប្រេះដែរគាត់ថាអត់អីទេបងដបងអញ្ចឹងវារៀងឈឺបន្តិចប៉ុន្តែមួយអាទិត្យអីទៅស៊ាំហើយក៏មិនតែជាក់ស្ដែងចំពោះខ្ញុំឯណាបងប្អូនខ្ញុំមិនដឹងថាបងប្អូនអ្នកផ្សេងមិនទេតែចំពោះខ្ញុំពេលដែលខ្ញុំដាក់ហើយគ្រាន់មានអារម្មណ៍ថាវារឹបថ្មិញឲ្យឈឺអត់ឈឺទេគ្រាន់ថាតាពីចំណីអាហារគឺមិនបានដូចមុនទេ